បាទគេហៅតាខ្ទះថ្នោតហ្នឹងគេយកជ្រូកហ្នឹងមកដាំទឹកនៅក្នុងខ្ទះថ្នោតអញ្ចឹងយើងមើលចង្ក្រាន3នេះឃើញអត់បាទហើយខាងនេះបងដឹងថានំអីគេទេបាទត្រឹមត្រូវហេបងមើលព្រាមបងដឹងបើខ្មែរយើងគេហៅថាបាទដោយនំតសៃបាទពីដើមគេហៅនំតសៃដល់ពេលចុងក្រោយយើងកើតឡើងប្រដាក់មកបានគេហៅថានំបញ្ចុកបាទគេហៅតាខ្ទះថ្នោតហ្នឹងគេយកជ្រូកហ្នឹងមកដាំទឹកនៅក្នុងខ្ទះថ្នោតអញ្ចឹងយើងមើលចង្ក្រាន3នេះឃើញអត់បាទហើយខាងនេះបងដឹងថានំអីគេទេបាទត្រឹមត្រូវហេបងមើលព្រាមបងដឹងបើខ្មែរយើងគេហៅថាបាទដោយនំតសៃបាទពីដើមគេហៅនំតសៃដល់ពេលចុងក្រោយយើងកើតឡើងប្រដាក់មកបានគេហៅថានំបញ្ចុកបើបងទៅឲ្យតូបអូននឹងបញ្ចុកអយអូនអត់យកលុយនិយាយបាទពេលអូនបញ្ចុកបងបាទគេហៅថានំបញ្ចុកបាទដល់ពេលនេះខ្មែរយើងគេហៅថានំតសៃឃើញអត់វាតសៃវិញនោះបងបាទអញ្ចឹងគេប្រើប៉ែនដាក់ម្សៅចូលក្នុងប៉ែនបានគេសង្កត់ចុះខាងក្រោមនៅក្នុងឆ្នាំងអូនបានគេហៅថានំតសៃដល់ពេលយើងក្រោយនេះយើងហៅថានំបញ្ចុកបាទអត់ទេអានេះគេលក់នំបាទលក់នំណាបាទហើយយើងមើលខាងនេះវិញចាជីវប្រវត្តិផនជាងបាទអញ្ចឹងយើងចូលរឿងរ៉ាវមកជាងម្ដងហើយជាងយើងឃើញណាលើមេកាយើងឃើញអានេះអីគេពូថៅអានេះញូមែនអត់ហើយអានេះស្លឹកចេកអញ្ចឹងពីដើមបងដឹងមិនអត់គេយកស្លឹកចេកនេះជំនួសឆាត់ពីព្រោះយើងបច្ចេកវិទ្យាយើងអត់ទាន់មានឆាត់ទេយល់ទេបងបាទគេប្រើបៃតងនេះការពារក្តៅការពារភ្លៀងផងបាទគេប្រើនេះឯងអញ្ចឹងយើងនៅតាមជនបទពីដើមក្មេងៗខ្វៀលគោខ្វៀលក្របីយើងអត់មានស្លឹកចេកយើងយកស្លឹកឈូកមែនអត់មកត្រូនៅលើក្បាលយើងបាទអញ្ចឹងវាមានណាគ្រប់ចំនួនបាទតោះយើងទៅនោះវិញអីយើងទៅអស់ឡើងទៅលើ